នៅពេលដែលថៃគ្រប់គ្រងព្រំដែនជាពិសេសព្រំដែនខេត្តត្រាតតាក់ទងនឹងតំបន់ក្បែរមាត់សមុទ្រថៃអីហ្នឹងគេថាគេគ្រប់គ្រងបានអញ្ចឹងយើងនឹងឈានទៅរកការចរចាគ្នាឬក៏ជជែកអំពីការបន្ថយកម្ដៅព្រំដែនចិត្តបានហើយអនុទិនច័ន្ទវរៈគុលហ្នឹងនិយាយអញ្ចឹងបានន័យថាម៉េចថៃឃើញទិញពេលវេលាមួយអាទិត្យមុននឹងមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឬក៏រដ្ឋមន្ត្រីការបរទេសអាស៊ានហ្នឹងគឺគេគិតថាធ្វើនឹងបានផលព្រោះកាលពីមុនថ្ងៃដើមសប្តាហ៍ហ្នឹងគឺថៃវាយអត់បានអីច្រើនទេដូច្នេះឥឡូវនេះគេគិតថាគេគ្រប់គ្រងស្ថានភាពបានគឺគេគិតថាខិតចូលចិត្តគ្នាទៅដល់រកការអាចចូលតុនិយាយគ្នាបានខូចមែនតើយើងកាលមិនទាន់វាយបានឬក៏មិនទាន់គ្រប់គ្រងតំបន់អីណាបានយើងនៅតែទិញពេលវេលាយើងនៅតែវាយសន្ធាប់យើងនៅតែអត់ចរចាយើងអត់និយាយអីទាំងអស់ដល់ពេលឥឡូវយើងចាប់ផ្ដើមនិយាយថាអាចចិត្តចប់ហើយអាចជជែកគ្នាអីចឹងប៉ុន្តែលោកអនុទិននៅតែបង្កើនចរិតមួយឲ្យបង្កើតនៅតែបង្ហាញចរិតមួយថាទម្លាក់កំហុសនៅមកភាគីកម្ពុជាព្រោះថ្ងៃនេះគាត់ថ្លែងសារអញ្ចឹងគាត់ថារឿងបាត់ឈប់បាញ់នេះណាគឺអាចចាប់ផ្ដើមបាននៅពេលដែលកម្ពុជាបោះដៃទៅមុនអញ្ចឹងអនុទិនច័ន្ទវរៈគុលនិយាយថាបាល់គឺនៅលើជើងខ្មែរទៅវិញព្រោះអីគេចោទមកខ្មែរថាចាប់ផ្ដើមមុនអញ្ចឹងខ្មែរត្រូវបោះដៃសុំថៃទៅមុនដើម្បីចរចាបានគេព្រមឬក៏មិនអញ្ចឹងទេគឺថៃត្រូវប្រកាសចំទោះខ្មែរត្រូវប្រកាសឈប់បាញ់មុនហើយនេះគឺជាចំណុចស្លាប់រស់មួយទៀតដែរព្រោះអីរដ្ឋមន្ត្រីក្រសួងការបរទេសថៃយកចំណុច3ដែលនឹងយកទៅជជែកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃច័ន្ទនេះហើយចំណុច3ទាំងអស់នោះបងប្អូនដឹងអីទេបើខ្ញុំបានជម្រាបជូនបងប្អូនជាបដាហើយចំណុច3ដែលថៃនឹងលើកយកទៅជជែកនៅក្នុងជំនួបរដ្ឋមន្ត្រីការបរទេសថៃអាស៊ាននៅថ្ងៃច័ន្ទនេះគឺទី1ឲ្យកម្ពុជាត្រូវតែប្រកាសឈប់បាញ់មុនជាសាធារណៈទី2ឲ្យឈប់បាញ់ហ្នឹងគឺត្រូវតែអនុវត្តផងកុំថាតែមាត់ហើយរក្សាវាឲ្យបានកុំឲ្យសម្អោចក្នុងខោទី3កម្ពុជាត្រូវតែសហការដោះមីននៅតាមព្រំដែនឲ្យបានពេញលេញដោះឲ្យអស់អត់មានមជ្ឈការពីចការទេបងប្អូនចំណុចទាំង3នេះគឺជាចំណុចស្លាប់រស់មួយរបស់កម្ពុជាបើសិនជាកម្ពុជាធ្វើតាមគឺស្លាប់ហើយមិនធ្វើតាមគឺងាប់វាអត់មានរស់មួយណាទេគឺមានតែស្លាប់ហើយនឹងងាប់ទេហេតុអីបើខ្ញុំនិយាយភាសាអសរោះងាប់មើលតែសត្វធាតុហ្នឹងពាក្យថាស្លាប់នេះគឺកម្ពុជាមិនអាចប្រកាសជាសាធារណៈមុនថាខ្លួនឈប់បាញ់ការទេព្រោះខ្លួនបានអះអាងតាំងពីដើមទីថាសម្ោចក្នុងខោគឺថៃត្រូវចាប់ផ្ដើមមុនបើខ្លួនចាប់ផ្ដើមមុនបានន័យថាខ្លួនទទួលកំហុសតាំងពីដើមទីមកថាយើងជាអ្នកនាំភ្លើងដូច្នេះអ្វីដែលយើងតតាំងខោលទោសចង់ប្តឹងគេលាក់នឹងលាក់អីហ្នឹងគឺទៅជារឿងអាសាបងទាំងអស់ព្រោះអីយើងត្រូវសងថៃវិញនៅពេលដែលយើងប្រកាសឈប់បាញ់ភ្លាមប្រាប់ថៃខ្មែរឈប់មុនព្រោះអីយើងជាសហគមន៍អន្តរជាតិគេថាអូយើងឈប់មុនបានន័យថាយើងជន់ដៃដល់ហើយយើងជាអ្នកប្រព្រឹត្តមុនអញ្ចឹងសារភាពកំហុសទទួលខុសទៅយើងឈប់មុនអញ្ចឹងទៅដើម្បីឲ្យថៃគេស្អំចិត្តអញ្ចឹងថៃយកឱកាសហ្នឹងនឹងវាយប្រហារយើងថាអ្វីដែលធ្វើឃើញដូចគេថាទេគឺយើងសម្រេចក្នុងខោហើយគេនឹងទាមទារសំណងគេនឹងប្តឹងយើងផលខូចខាតទាំងប្រមាណคล้ายជាបន្ទុកនៃការសងរបស់កម្ពុជាទៅថៃវិញដែលយើងជាជនរងគ្រោះយើងត្រូវទៅសងអានេះចឹងដូចខ្ញុំនិយាយថាយើងជាម្ចាស់ផ្ទះដែលគេចូលមកលួចអីវ៉ាន់អីវ៉ៃរបស់យើងបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្ទះយើងបាញ់ឆ្កែយើងចោលសម្លាប់ចាក់បងប្អូនយើងស្រោចដល់ពេលចេញទៅវិញគាត់មុតបលាលួសហើយនឹងបាញ់កែវដែលគាត់វាយអាកញ្ចក់យើងបែកទៅវាចូលមកវាមុតគាត់មកទាយើងសងថ្លៃខូចខាតអាស្នាមរបួសនឹងទៅវិញទៀតជឿចាប់ប៉ុណ្ណាបងប្អូនយើងសាកគិតមើលទៅមើលបើយើងធ្វើដូច្នេះក៏ប៉ុន្តែអារឿងដែលគ្រោះថ្នាក់បំផុតមួយទៀតគឺអារឿងដែលចំណុចទី3កិច្ចសហប្រតិបត្តិការស្ដារមីនដោះមីនទាំងអស់នៅតាមតំបន់ព្រំដែនដែលជារឿងមួយដែលថៃយកមកដាក់ម្ដងហើយម្ដងទៀតដោយសារអីដោយសារតែរឿងមីនហ្នឹងហើយដែលថៃវាយអត់សូវបានទេចូលមកទន្ទ្រានថែមជ្រៅទៀតព្រោះមីនហ្នឹងគឺជាខែលការពារខ្មែរយ៉ាងស័ក្តិសិទ្ធិព្រោះពេលដែលវាទម្លាក់គ្រាប់ពេលដែលថៃទម្លាក់គ្រាប់ពីលើអាកាសមកទម្លាក់បានប៉ុន្តែអាយន្តហោះទម្លាក់គ្រាប់ហ្នឹងអត់អាចគ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាបានទេទម្លាក់ហើយវិលទៅថៃវិញហើយគ្រាប់ផ្លោងពីថៃគឺកាភ្លើងធំហ្នឹងវានៅថៃវាអត់អាចនឹងរំកិលចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាបានទេអញ្ចឹងតបថ្មើរជើងថៃទេដែលត្រូវរំកិលចូលដើម្បីទន្ទ្រានដីខ្មែរតែដោយសារតែមានមីននេះវាធ្វើឲ្យអាការដែលរុលចូលមកហ្នឹងគឺពិបាកវាបានខ្លះអីខ្លះឃើញរូបភាពអីនៅប្រាសាទតាកបីនៅច្រកអានសេះអីតំបន់ហ្នឹងវាជាតំបន់ប្រទាញបតុងគ្នាបងប្អូនខ្ញុំបញ្យល់បន្តិចរឿងច្រកអានសេះហ្នឹងខ្ញុំអត់និយាយរឿងប្រាសាទតាកបីទេព្រោះអីគេយកទងជ័យយកអីមកដាក់តែយើងអាហ្នឹងគឺគេដណ្ដើមយកពីយើងដាច់ហ្នឹងក៏នៅតែថៃគិតថាប្រាសាទតាកបីក៏មានកម្មសិទ្ធិចំណែកគេដែរព្រោះអីកាលយើងអត់តន់ត្រូវគ្នាហ្នឹងមានទាហានថៃ2នាក់ទាហានខ្មែរយើង2នាក់ទៅនាំគ្នាចូលល្បាតនៅក្នុងតំបន់ប្រាសាទតាកបីតាមការព្រមព្រៀងរបស់រដ្ឋាភិបាលទាំងពីរហ្នឹង
ប៉ុន្តែក្រោយមកដោយសារតែយើងវាយប្រាសាទតាកបីបានខ្មែរយើងគ្រប់គ្រងបានទាំងស្រុងហើយដាក់លេនឋានតបអីនៅប្រាសាទតាកបីនឹងទៀតគឺឲ្យមានអីច្រើនថៃចូលមកអត់បានចឹងថៃចិញ្ចឹមចិត្តចង់យកប្រាសាទតាកបីវិញព្រោះអីយ៉ាងហោចណាស់ក៏បានគ្រប់គ្រង2នាក់2ដូចមុនដែរព្រោះឥឡូវយើងយកដាច់អញ្ចឹងបានថៃចិញ្ចឹមចិត្តដល់ពេលយកអត់បានបាញ់កំទេចចោលតែម្ដងហើយដល់ពេលបាញ់កំទេចចោលហ្នឹងវាអាចដែរគ្រាប់សន្ធាប់ច្រើនពេកដ្រូនផងអីផងហ្នឹងទាហានកម្ពុជាដកថយមករយៈទៅធ្វើឲ្យទាហានថៃបានដៃចូលមកដាក់ទង់ជ័យដាក់អីប៉ុន្តែខ្ញុំមិនជឿថានៅបានយូរទេព្រោះអីទាហានខ្មែរនៅតំបន់ហ្នឹងច្បាស់ជាបាញ់ស្រោចទៅវិញអាចជាកន្លែងកប់សពរបស់ទាហានថៃក៏ថាបានអញ្ចឹងវារៀងប្រទីងបន្ទងគ្នាដែរគ្រាន់តែថាក្រសួងការពារជាតិអត់ទទួលស្គាល់អារឿងគេយកទង់ជ័យយកច្រៀងចម្រៀងជាតិថៃដែលទៅដាក់កាលពីថ្ងៃទី15ឥឡូវបដិសេធមិនបដិសេធក៏ឲ្យចោះរឿងខ្លះពិបាកនិយាយទៅវាហាស្លាក់ជាក់ស្លែងក៏ប៉ុន្តែខ្ញុំនិយាយថារឿងដោះមីននេះណាគឺជារឿងគ្រោះថ្នាក់ស្លាប់រស់សម្រាប់កម្ពុជាហើយថៃបើយើងអត់ព្រមដោះមីនហ្នឹងគឺថៃអត់ព្រមតាំងពីសូមឲ្យយើងសុំទោសអារឿងមីនហ្នឹងអញ្ចឹងជារឿងស្លាប់មួយគឺបើសិនជាយើងព្រមហើយអារឿងងាប់ហ្នឹងគឺបើយើងមិនព្រមចំនួនហ្នឹងក៏នៅតែអត់ឈប់ព្រោះអត់មាននរណាជួយយើងសោះសហគមន៍អន្តរជាតិក៏មិនលូកដៃអាមេរិកបានតែថាខោលទោះF16 របស់ខ្លួនឯងហ្នឹងគ្រាន់តែដកកូដដកអីក៏តែមិនធ្វើហើយចេះតែចង់បានសន្តិភាពចង់ឲ្យថៃឈប់ទៅចង់ដាក់សម្ពាធអីហើយយកស្អីសម្ពាធការដាក់ពន្ធអីហ្នឹងប្រកាសដាក់តាំងថ្ងៃទី12ទៀតហើយហ្នឹងថានឹងឈប់រកស៊ីជាមួយថៃជាមួយខ្មែរថៃទៅឈឺក្បាលអីបើគេប្រាប់ឲ្យថាដាក់ពន្ធ 100%ក៏គេមិនឈឺក្បាលដែរហ្នឹងហើយទៅយកអាពន្ធទៅដាក់នៅលើអាពន្ធដែលគេប្រាប់ថាមិនឈឺក្បាលហ្នឹងតើវាបានផលអីនិយាយទៅអត់ត្រូវរមាស់អាមេរិកអត់ត្រូវរមាស់សោះរមាស់ដែលថៃខ្លាចបំផុតគឺកាត់ផ្ដាច់រឿងជំនួយយោធាទៅថៃមួយរយៈសិនទៅឈប់ឲ្យថៃប្រើសពាយុទ្ធវុធអាមេរិកដើម្បីទម្លាក់ឬបាញ់ប្រហារជាពិសេស F16 អាមេរិករបស់ថៃហ្នឹងអាហ្នឹងបានយើងដឹងថាអាមេរិកពិតជាយកចិត្តទុកដាក់លោកត្រាំពិតជាចង់បានសន្តិភាពព្រោះសន្តិភាពអាមេរិកបើម្នាក់កាន់ដាវយកមកចាក់ម្នាក់ទៀតដែលជាខ្មែរនេះថៃកាន់ដាវអាមេរិកយកមកចាក់ខ្មែរហើយទៅអាមេរិកយើងប្រាប់ថាឈប់ណាឈប់តែអត់ឈប់ខ្ញុំនឹងដាក់ពន្ធនៅឯងឈប់រកស៊ីជាមួយទាំងពីរហើយទាំងពីរទៀតអ្នកវាអាកសលចឹងបើគម្រាមតាថៃអត់អីវាទៅជាអាជនរងគ្រោះនេះគម្រាមដាក់ពន្ធគ្នាដែរហើយគ្នាឲ្យគ្នាធ្វើម៉េចឥឡូវខ្មែរឲ្យខ្មែរធ្វើម៉េចម្នាក់ដែលសមោចក្នុងខោនោះមកចាក់អត់ដកដៃយើងនេះគ្រាន់តែតដៃដើម្បីទប់ឈាមស្រោចពេញខ្លួនដើម្បីការពារជីវិតវាយតបខ្លះទៅកុំឲ្យគេចាក់រហូតអញ្ចឹងងាប់ហើយដល់ពេលហើយអត់មានទៅប្រាប់ឲ្យទៅដកអាដាវចេញពីអាដៃអ្នកចាក់នោះមកប្រាប់ឲ្យត្រូវគ្នាទៅណាអាអ្នករងគ្រោះនេះក៏ត្រូវព្រមគេដែរទៅវាអត់ត្រូវយើងតាមពិតចំនួននេះវាចប់បាត់ទៅហើយនៅពេលដែលដកអាកាភ្លើងធំចេញពីថៃអស់វាអស់មានអីផ្លោងចូលដីខ្មែរទៀតហើយនៅពេលនោះហើយដែលយើងគិតថាមានឈប់ឲ្យខ្មែរចាំតែឈប់តើអត់មានប្របាក់ទេព្រោះយើងជើងក្រោយទេបើតាមមើលយើងស្លូតដែរយើងអត់ធ្មត់មកអាយុមកហើយហ្នឹងចុះហេតុអីបានពិភពលោកមើលមិនឃើញរឿងនេះហេតុអីបានលោក Donald Trump មើលមិនឃើញរឿងនេះហេតុអីនៅតែដាក់សម្ពាធថៃយកប្រាប់ថានឹងអាដងដាវហ្នឹងបន្តិចឡើងឲ្យប្រើឧទាហរណ៍នៅសុំទោសដាក់សម្ពាធហ្នឹងគឺទៅដាក់អីផ្សេងប៉ុន្តែអត់ព្រមដកដងដាវនឹងចេញមកសោះអត់ព្រមបញ្ឈប់F16 ហ្នឹងសោះអត់មានសារអីមួយជាសេតវិមានថាណាអ្នកឯងចាប់ពីម៉ោងនេះទៅគឺយើងនឹងដកកូដពី F16 ហ្នឹងចេញឲ្យអស់ជាការប្រមានអត់សោះនៅពេលដែលអត់ហ្នឹងហើយដែលធ្វើឲ្យថៃចាក់រហូតហើយដល់ពេលហើយយើងអំពាវនាវបានផលអីអំពាវនាវថៃកំពុងតែយកឱកាសហ្នឹងតន់ដាវនៅក្នុងដៃគឺចាក់យកតែម្ដងដើម្បីអីដើម្បីយកព្រៀបលើកម្ពុជាមុននឹងមានចរចាអីអាហ្នឹងគឺជាល្បិចមិនថ្លៃថ្នូរទេបងប្អូនល្បិចនេះគឺគេដឹងគ្រប់គ្នាប៉ុន្តែល្បិចហ្នឹងគឺដូចល្បិចរុស្ស៊ីអញ្ចឹងណាបងប្អូនជាមួយអ៊ុយក្រែនអញ្ចឹងរុស្ស៊ីមានតែឈឺក្បាលអីចូលមកប៉ុន្តែអ៊ុយក្រែនមានសំណាងជាងកម្ពុជាដោយសារអីសហគមន៍អឺរ៉ុបគេជួយអាមេរិកជួយឲ្យអាមេរិកជួយអ៊ុយក្រែនខុសពីអាមេរិកគិតរឿងដោះស្រាយរឿងសន្តិភាពនៅខ្មែរអាមេរិកជួយអ៊ុយក្រែនគឺអាមេរិកឲ្យកាភ្លើងអ៊ុយក្រែនបាញ់ហ្មងអាមេរិកអត់ចាំបាច់ជួយខ្មែរដើម្បីឲ្យ F16 ខ្មែរទេអាមេរិកអត់ចាំបាច់ជួយខ្មែរដើម្បីឲ្យសពាវុធអាមេរិកទៅចាប់យន្តហោះរបស់ថៃទេអាមេរិកជួយខ្មែរបានដោយសារតែគ្រាន់តែប្រាប់ថាឈប់ឲ្យអា F16 របស់អាមេរិកដែលថៃប្រើសប្តាហ៍ថ្ងៃហ្នឹងប្រើកើតខ្ញុំជឿថាជាគុណស្រ័យធំបំផុតហើយជាឆន្ទៈនយោបាយបើអាមេរិកអត់ធ្វើដូច្នេះទេគឺអាមេរិកខូចដែរហើយបងប្អូនត្រូវថ្កោលទោសឲ្យបានហើយកុំទៅ RHA ជាមួយនឹងពានរង្វាន់ Nobel សន្តិភាពសម្រាប់លោកត្រាំអីហ្នឹងកុំឲ្យចាញ់បោកលោកត្រាំណាបងប្អូនយើងធ្វើឲ្យគាត់ទទួលខុសត្រូវហើយខ្ញុំពិតជាចង់ឲ្យគាត់មានពានរង្វាន់ Nobel សន្តិភាពខ្ញុំជាខ្មែរអាមេរិកខ្ញុំពិតជាចង់ឲ្យថ្នាក់ដឹកនាំអាមេរិកមានគេហៅជ័យលាភីជាមេដឹកនាំអស្ចារ្យនៅក្នុងការសម្របសម្រួលសន្តិភាពសម្រាប់ប្រទេសពិភពលោកជាពិសេសសម្រាប់ប្រទេសខ្មែរដែលជាប្រទេសមាតុកំណើតរបស់មាតុភូមិដល់ជាទីស្រឡាញ់របស់ខ្ញុំដែរដូច្នេះខ្ញុំក៏ចង់ឲ្យគាត់គិតពីស្រុកខ្មែរដែរខ្ញុំមានសញ្ជាតិអាមេរិកមែនប៉ុន្តែឈាមខ្ញុំឈាមខ្មែរអញ្ចឹងខ្ញុំនៅតែគ្រប់គ្រងឲ្យ
យកចិត្តទុកដាក់ឲ្យមែនតើកុំធ្វើតែផ្ញើតែសារនយោបាយហើយមេដឹកនាំខ្មែរនឹងក៏អញ្ចឹងទៀតបានហើយឈប់អរគុណលោកត្រាំអីទៀតទៅបានហើយប៉ុណ្្នឹងសិនបានហើយតែត្រូវឲ្យគាត់ទទួលខុសត្រូវចំពោះអ្វីដែលយើងខំអរគុណគាត់នេះគាត់អត់បានធ្វើទេយើងអរគុណគាត់ឲ្យបានពានរង្វាន់ Nobel សន្តិភាពឥឡូវក៏អត់តឹងបញ្ឈប់ F16 ដើម្បីទម្លាក់គ្រាប់សម្រាប់ខ្មែរផងហ្នឹងតើមានន័យអីបងប្អូនសាកគិតមើលមានន័យអីតើយើងឲ្យចាញ់បោកនយោបាយរបស់អ្នកនយោបាយប៉ុណ្ណាទៀតទៅនយោបាយប្រជាពិធបែបនេះកុំរកស៊ីអីអ្នកដែលស្លាប់គឺប្រជាពលរដ្ឋខ្មែរ17លាននាក់ហើយបងប្អូនកំពុងតែបោកប្រជាពលរដ្ឋឲ្យថ្នាក់ដឹកនាំខ្មែរកុំអៀនមាត់នៅក្នុងការសរសេរសារនៅក្នុងនាមជារដ្ឋាភិបាលនឹងទៅលោកត្រាំយើងនឹងស្អំចុះស្អំឡើងនឹងយើងបារម្ភខ្លាចអូយប៉ះពាល់សតិអារម្មណ៍របស់លោកដូណាល់ត្រាំយើងប៉ះពាល់ដូណាល់ត្រាំប៉ះពាល់ប៉ុន្តែយើងឲ្យប្រជាពលរដ្ឋខ្មែរយើងស្លាប់យ៉ាងរង្គាលអញ្ចឹងឬក៏យ៉ាងម៉េចយើងត្រូវតែក្លាហានក្នុងនាមជារដ្ឋាភិបាលសរសេរញ៉ាត់ក្នុងនាមជារដ្ឋាភិបាលក្រសួងការបរទេសកម្ពុជានឹងក៏ហ៊ានសរសេរទៅក្រសួងការបរទេសអាមេរិកប្រាប់ថាត្រូវតែដោះស្រាយបញ្ហានឹងជាបន្តយើងទុកឲ្យប្រជាពលរដ្ឋកម្ពុជាអ្នកធ្វើនឹងនេះសប្ងៃនឹងប្រជាពលរដ្ឋខ្មែរនឹងទៅជាធ្វើកិច្ចការជំនួសរដ្ឋាភិបាលកម្ពុជាទៅវិញតើយើងមានប្រយោជន៍អីដែលមានរដ្ឋាភិបាលនៅពេលដែលរឿងប្រព័ន្ធភ្នំមកឲ្យប្រជាពលរដ្ឋនាំគ្នាថកដើរតាមទូតដើរតាមបាតកម្មតាមផ្សេងផ្សាយទាំងតកក់ធ្លាក់មកលងាញាប់ចម្រាប់ហ្នឹងជាការពិតជាបេះដូងប្រជាពលរដ្ឋត្រូវជួយប៉ុន្តែនេះគឺជាការបង្ហាញថារដ្ឋាភិបាលកម្ពុជាអសមត្ថភាពណាហើយកុំថាគេចោទគឺយើងត្រូវខ្លាំងឡើងហើយខ្ញុំគាំទ្រ 100% មិនចំពោះថាយើងធ្វើហ្នឹងវាប៉ះពាល់ស្អីសេដ្ឋកិច្ចឬពាណិជ្ជកម្មនយោបាយយើងគិតពីជីវិតមនុស្សដែនអធិបតេយ្យរបស់កម្ពុជាហើយអ្វីដែលយើងត្រូវដឹងឲ្យដូចរឿងនៅក្នុង Hollywood ចឹងតាមមានសង្គ្រាមមានពួកចិត្តអាក្រក់មកបើសិនជាព្រាយនឹងវាឬក៏នាគនឹងវាព្រោះភ្លើងមកយើងអាចទៅសំពះសុំឲ្យឈប់ព្រោះភ្លើងទេព្រោះសារជាតិជាអាព្រាយព្រោះភ្លើងឬក៏នាគហ្នឹងគឺវាព្រោះភ្លើងអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចគឺត្រូវមានការទៅចាក់ដកអាដួងកែវរបស់វាដើម្បីឲ្យវាលែងព្រោះភ្លើងបានហើយភ្លើងដែលថៃកំពុងព្រោះបានបែបនេះសប្តាហ៍នេះគឺ F16 ហ្នឹងហើយនឹងអា fighter jet របស់ស៊ុយអែតថៃផ្កើនមែនតើព្រោះគ្រាន់តែផ្លោងដាក់គ្នាខ្ញុំជឿថាមិនវាយើងក៏មាន B21 ផ្លោងទៅផ្លោងមកដូចតែគ្នាដែរវាអត់មានបញ្ហាទេក៏ប៉ុន្តែនៅពេលដែលដែនអាកាសគេ F16 បើកតែមិនដល់10នាទីហងចូលដល់ទួលកសាំងគឺយើងមិនអាចទទួលយកបាននៅក្នុងការដែលប្រយុទ្ធគ្មានភាពយុត្តិធម៌បែបនេះទេគឺយើងវាយដូចគេហៅថាយកកីឡាករអាកីឡាស្លាប់អាមន់សម្រាប់យើងយកមន់ស្រែទៅវាយជាមួយមន់ជុលឲ្យពាក់ខ្នាយទៀតខ្នាយហ្នឹងមន់ជុលឲ្យពាក់ខ្នាយសុទ្ធតែកែខ្នាយហ្នឹងដាក់ដែកដាក់អីដើម្បីយកមកចាក់ទៀតហើយគ្នាខាងនេះមន់សម្លសុទ្ធខ្ញុំសំទោសមិនមើលស្រាវកម្ពុជាថាមន់សម្លទេខ្ញុំគាត់តែប្រៀបធៀបថាការប្រកួតបែបនេះគឺជាការប្រកួតមិនយុត្តិធម៌ទេការប្រកួតដែលគួរឲ្យអាម៉ាស់នៅលើសង្វៀនដែលគីឡូវាខុសគ្នាឆ្ងាយពេកយកម៉ៃថៃសិនយកទៅវាយជាមួយនឹងម៉ានីប៉ាកេអាវអីវិញយើងមើលតាមម៉ៃថៃសិនហ្នឹងមានគាត់ប៉ុណ្ណាម៉ានីប៉ាកែអីតស៊ូឯងប៉ុន្តែវាអត់ត្រូវគីឡូគ្នាហើយចាំបើឈ្នះហ្នឹងតើឈ្នះបានផលអីចឹងបានថាបងប្អូនខ្មែរយើងគឺគាត់ក៏សស្រាំដែរប៉ុន្តែខ្ញុំចង់ឃើញពីរដ្ឋាភិបាលកម្ពុជាហ្នឹងគឺកុំធ្វើនយោបាយប្រជាពិធខ្លួនឯងជារដ្ឋាភិបាលហ្នឹងគឺត្រូវសរសេរទៅរដ្ឋាភិបាលព្រោះយើងជាម្ចាស់ជោគវាសនានៃប្រទេសជាតិយើងហើយនៅពេលដែលគេទម្លាក់គ្រាប់ក្តាំងប្រើ F16 ហេតុអីអត់ហ៊ាននិយាយមួយម៉ាត់សោះនេះខ្ញុំកំពុងតែឆ្ងល់ហេតុអីវាធ្លាក់មាសឬក៏យ៉ាងម៉េចយើងសុកចិត្តឲ្យប្រជាពលរដ្ឋយើងស្លាប់យ៉ាងរង្គាលយ៉ាងនេះហើយបើសិនជាយើងនិយាយទៅរដ្ឋាភិបាលអាមេរិកមិនធ្វើអីសោះយើងដឹងថាអាមេរិកខូចប៉ុណ្ណាប៉ុន្តែយើងស្អំចិត្តយើងអត់ហ៊ានដោយសារនយោបាយមួយគឺចង់ឲ្យលោកត្រាំបានពានរង្វាន់ Nobel សន្តិភាពបងប្អូនធ្វើអីក៏ដោយអូសទូកុំឲ្យឡានចាប់ត្រីបានកុំឲ្យល្អទឹកយើងមិនអាចទៅលើកស្ទួយបុគ្គលបរោះឬក៏មេដឹកនាំណាឲ្យខ្លាយទៅជាវីរៈបរោះនៅពេលដែលនៅខាងក្រោមនោះសុទ្ធតែធ្លុកឈាមដែលភាពអយុត្តិធម៌ដោយសារតែយើងអត់ហ៊ានប្រាប់គាត់ថាគាត់អត់បានជួយដោះស្រាយបញ្ហាហ្នឹងហើយគាត់ក៏មិនបិទភ្នែកចិត្តឬក៏សបាយអេចនៅក្នុងហ្នឹងដែរព្រោះអីយើងទៅសើគាត់ខុសរឿងដែរដូច្នេះនេះគឺជាឱកាសដើម្បីបង្ហាញរឿងនេះហើយខ្ញុំក៏អរគុណបងប្អូនសហគមន៍ខ្មែរដែរប្រឹងណាស់តំណាងរាស្ត្រមេបកចំនួនថ្មីបងប្អូនសហគមន៍ខ្មែរគ្រប់ហេដ្ឋារចនាសម្ព័ន្ធនយោបាយទាំងបកប្រជាជនបកប្រឆាំងអីហ្នឹងគឺថាស្រោចធ្វើញ៉ាត់ហើយថ្ងៃនេះក៏ខ្ញុំឃើញមានញ៉ាត់ដល់ទៅតំណាងរាស្ត្រជាប់ឆ្នោតនៅក្រុង Lowell 12រូបជាប្រវត្តិសាស្ត្រឲ្យបងប្អូនគឺតំណាងរាស្ត្រនៅទីក្រុង Lowell ទាំង12រូបហ្នឹងមានតំណាងរាស្ត្រខ្មែរផងមានតំណាងរាស្ត្រអាកាំងអាមេរិកកាំងនឹងផងហើយនាំគ្នាចុះហត្ថលេខាដើម្បីសរសេរផ្ញើសារទៅលោកដូណាល់ត្រាំដើម្បីឲ្យថៃឈប់ទម្លាក់គ្រាប់ពីអាកាសបងប្អូនឃើញទេយើងសរសើរណាស់តំណាងរាស្ត្រហ្នឹងគឺមាននៅខ្មែរក្រុង Lowell ហ្នឹងមានហត្ថលេខារបស់លោកនួនវាសនាមានលោកស៊ីដនីលៀងមានលោកផលរដ្ឋាយ៉ែមនិងមានខ្មែរយើងជាច្រើនផ្សេងទៀតតំណាងរាស្ត្រមានអ្នកស្រី
វណ្ណា Harvard មានលោកតារាហុងមានអីជាច្រើនខ្ញុំថានេះគឺជាទង្វើដ៏ត្រឹមត្រូវដ៏ថ្លៃថ្នូររបស់សហគមន៍ខ្មែរយើងហើយតំណាងរាស្ត្របែបនេះគឺជាតំណាងរាស្ត្រតំណាងឲ្យបងប្អូនហើយនៅក្នុងគ្រានេះគឺមាតុភូមិយើងកំពុងតែមានទុកបងប្អូនយើងត្រូវការសម្លេងហើយគាត់សរសេរហ្នឹងគឺគាត់សរសេរឆ្ពោះត្រូវទៅសភាអាមេរិកសំទោសមិនមែន Donald Trump ទេទៅសមាជិកព្រឹទ្ធសភារបស់អាមេរិកដើម្បីឲ្យដាក់សម្ពាធទៅរដ្ឋាភិបាលលោក Donald Trump និយាយពីរឿងបញ្ឈប់ការដែលទម្លាក់គ្រាប់ពីដែនអាកាសនេះខ្ញុំជឿថានេះចាប់ផ្ដើមតែក្រោកទៀតហើយឃើញហើយបងប្អូនយើងកំពុងតែធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្នឹងស្តៀងគ្នាបងប្អូនជួយគ្នាបានគ្រប់រឿងក៏ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវតែចេញពីរដ្ឋាភិបាលកម្ពុជាខ្លួនឯងដែលត្រូវថ្កោលទោសឬក៏សរសេរទៅក្រសួងការបរទេសអាមេរិកឬក៏លោកប្រធានាធិបតីអាមេរិកផ្ទាល់តែម្ដងដើម្បីឲ្យច្បាស់ថាយើងជាម្ចាស់ផ្ទះដូចប្តឹងទៅ ICJ អញ្ចឹងណាបងប្អូនយើងកាន់ដងដាវនៅក្នុងដៃជារដ្ឋាភិបាលស្របច្បាប់ត្រូវប្តឹងថៃទៅ ICJ យើងអត់ប្តឹងហើយប្រជាពលរដ្ឋគ្នាមានសិទ្ធិអីប្តឹងព្រោះអីក្នុងច្បាប់ ICJ ហ្នឹងចែងថាទាល់តែប្រទេសដែលជារដ្ឋអធិបតេយ្យបានអាចប្តឹងបានហើយប្រជាពលរដ្ឋហ្នឹងនៅតែប្រមូលស្នាមមេដៃប្រមូលអីលើកទឹកចិត្តអីតែយើងអត់ព្រមប្តឹងអាហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋគ្នាចេះតែថ្នាំងថ្នាក់មិនគ្រប់គ្រងរដ្ឋាភិបាលទេគ្រប់គ្រងឈ្លានពានថៃហ្នឹងគឺសត្រូវយើងមានតែមួយតាក៏ប៉ុន្តែអ្វីដែលជាកម្លាំងដែលយើងប្រើបានព្រោះយើងអត់ទៅប្រើសភាវុធអីឈ្នះថៃទេព្រោះអីយើងដឹងហើយថៃប្រើគ្រាប់ទម្លាក់ពីលើអាកាសតែយើងមានរបស់ដែលយើងមានតែយើងអត់ប្រើរបស់ផ្លូវច្បាប់នេះរឿងប្តឹងគេទៅតុលាការអន្តរជាតិហ្នឹងក៏តែយើងមិនប្តឹងហើយដល់ពេលតែចាប់ប្តឹងគឺយើងរករឿងគេទៀតឲ្យអាខុសនិករបស់ខ្លួនបាត់ផ្សារអោឡែអីហ្នឹងមកជេរបន្តិចផ្ដាសាគេអត់មានខេត្តផលអីតតែសោះដែលធ្វើឲ្យគេកាន់តែក្តៅក្រហាយទៀតហេតុអីបានចាំបាច់ធ្វើអញ្ចឹងទៅអីហេតុអីបើថាយើងមិនធ្វើលើកទឹកចិត្តឲ្យគេធ្វើទៅបើយើងធ្វើមិនកើតហើយមកជេរមករករឿងគេសពបែបយ៉ាងអីអញ្ចឹងទៅដែលធ្វើឲ្យគេឃើញចរិតរបស់យើងហ្នឹងមិនដឹងតែចង់បានអីអាគេលងទឹកអាហ្នឹងគឺថាដូចប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹងប្រពន្ធសកត់កសោះហ្នឹងយើងទៅស្រែកថារៀងនៅងាប់ហើយអ្នកភូមិគេនៅពេញភូមិគេមកមើលអូយងាប់ហើយម្នាក់ហ្នឹងវាយប្រពន្ធស្លាប់ទៀតហើយឬស្រែកពេញផ្ទះពេញភូមិគេឡើងមកមើលគេក៏ប្រពន្ធកំពុងតែសកត់កហើយស្រែកថារៀងនៅអាហ្នឹងយើងទៅធ្វើអញ្ចឹងនៅខ្លួនឯងគេសកត់កសោះយើងទៅស្រែកតែគ្រាន់បើដែរអាហ្នឹងវាពិបាកឥឡូវខ្ញុំបន្តទៅទៀតបងប្អូនហើយបងប្អូនខ្មែរហ្នឹងឃើញប្រឹងណាស់គ្រប់និន្នាការនយោបាយបងប្អូនឃើញបាតកម្មនៅមុខសាលាក្រុងបាតកម្មនៅមែលប៊ននៅអូស្ត្រាលីបាតកម្មនៅមុខសេតវិមានបាតកម្មក្រសួងការបរទេសស្ថានទូតថៃប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺបងប្អូនសហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិចកាលពីម្សិលមិញនេះបានយកញត្តិទៅដាក់ដល់អគ្គកុងស៊ុលថៃនៅទីក្រុង Los Angeles ហើយមានសេនាធិការរបស់ឯករដ្ឋទូតថៃប្រចាំនៅទីក្រុង Los Angeles នេះចេញមកទទួលញត្តិរបស់ពួកគាត់ដែលដឹកនាំភាគច្រើនដោយចាស់ព្រឹទ្ធាចារ្យនៅក្នុងសហគមន៍និងប្រសង់ដែលគ្មានអ្វីប្រាថ្នាក្រៅពីចង់ឲ្យបានសុខសន្តិភាពមេត្តាធម៌ប្រទេសថៃក៏កាន់ពុទ្ធសាសនាខ្មែរក៏កាន់ពុទ្ធសាសនាហេតុអីបាននយោបាយទៅជាព្រាយបិសាចអស់អញ្ចេះយើងក្រែងកាន់ពុទ្ធសាសនាដូចគ្នាហេតុអីបាននិយាយភាសាសន្តិភាពឯករាជ្យអធិបតេយ្យមិនឈ្លានពានគ្នានឹងនិយាយអត់បានហេតុអីឲ្យអ្នកនយោបាយមួយក្រុមហ្នឹងទៅហ៊ានថៃនឹងបរិជាថៃហ្នឹងគឺប្រព្រឹត្តអំពើអ្វីបានសាច់តែអំពើចិត្តហើយខ្ញុំជឿថាញត្តិនេះក៏ជាសារខ្លាំងទៅដល់ថៃដែរគឺជាលើកដំបូងហើយដែលសាររបស់សហគមន៍ខ្មែរបានដល់ដៃអាជ្ញាធរថៃឲ្យបានដឹងថាចង់បានអីខ្មែរចង់ឲ្យជប់បាញ់ឈប់ទម្លាក់គ្រាប់លើជនស៊ីវិលឈប់និយាយទៅគឺឈប់ឈ្លានពានកម្ពុជាហើយរកផ្លូវដែលត្រូវគ្នាដើម្បីរស់នៅក្នុងប្រទេសភូមិផងលបងជាមួយល្អផងហើយខ្ញុំពិតជារីករាយដែលឃើញបងប្អូនយើងនៅបន្តធ្វើដូច្នេះបងប្អូនចង់មើលវីដេអូអំពីខ្លឹមសារទាំងស្រុងនៃការដែលបងប្អូនយើងតវ៉ាបាតកម្មហ្នឹងសូមទៅមើលវីដេអូផ្សាយផ្ទាល់របស់ខ្ញុំគឺ MNV Live 275បាទបងប្អូននឹងបានឃើញវីដេអូនេះហើយខ្ញុំបន្តទៅទៀតបាទច្រើនទៀតហើយនៅសល់ទៀតហើយជាពាក់ទៀតហើយបងប្អូនខ្ញុំសូមអធិស្ឋានផងដោយសារតែពេលខ្លះពេលអានព័ត៌មានហ្នឹងគឺថាវាមានមនោសញ្ចេតនានៅក្នុងហ្នឹងដែលខ្ញុំមិនមែនតែអត់ចង់ខ្លាយខ្លួនជាព័ត៌មានទេប៉ុន្តែខ្ញុំជាខ្មែរហើយខ្ញុំជាចាប់ដែរខ្ញុំស្រឡាញ់ខ្មែរខ្ញុំស្រឡាញ់ទឹកដីយើងខ្ញុំស្រឡាញ់ភាពឯករាជ្យរបស់យើងខ្ញុំស្រឡាញ់បូរណភាពហើយខ្ញុំក៏ឈឺចាប់នៅពេលដែលឃើញទាហានយើងស្លាប់ច្រើនហើយរងទុក្ខវេទនាដែលមិនត្រូវរងទុក្ខវេទនាសោះប្រទេសយើងអត់ត្រូវខ្លោចផ្សារអញ្ចឹងឥឡូវយើងមើលយើងស្លាប់ដល់17នាក់ហើយជនស៊ីវិលទាហានយើងអត់ដឹងប្រមាណទេព្រោះខាងកម្ពុជាអត់ផ្សាយរឿងហ្នឹងទេជនស៊ីវិលស្លាប់17នាក់ហើយអ្នករបួសកើនឡើងដល់75 77នាក់ហើយជនភៀសខ្លួនឡើងដល់ទៅ450,000នាក់ហើយបងប្អូនខ្លោចផ្សារប៉ុណ្ណាហើយមានបងប្អូនយើងនៅស្រុកក្រៅនេះមិនដែលភ្លេចបងប្អូនទេឥឡូវកំពុងធ្វើយុទ្ធនាការរៃអង្គាសប្រាក់ដើម្បីជួយដល់ជនភៀសខ្លួននិងបងប្អូនទាហានយើងជួមុខគាត់ធ្វើគ្រប់តែកន្លែងហ្នឹង
ហើយនៅសហគមន៍ឡុងប៊ិចនេះក៏គាត់កំពុងតែរៀបចំធ្វើនៅចុងសប្តាហ៍នេះដែរដូច្នេះបងប្អូនណាដែលដឹងរឿងនេះសូមអញ្ជើញចូលរួមទាំងអស់គ្នាទៅនៅភោជនីយដ្ឋានឧត្តមដែលតាមសទ្ធាជ្រះថ្លាទៅបងប្អូនយើងមួយម៉ាត់មួយកជួយគ្នាខ្ញុំជឿថាបងប្អូននៅសហរដ្ឋអាមេរិកយើងយ៉ាងណាក៏មានវាសនាច្រើនជាងបងប្អូនស្រុកខ្មែរច្រើនណាស់បងប្អូនយើងខ្វះខាតគ្រប់បែបយ៉ាងហើយឥឡូវត្រូវសង្គ្រាមមកកំពុងតែពិបាកហើយវេទនារត់ចោលផ្ទះសម្បែងហើយឥឡូវខ្វះស្បៀងខ្វះអាហារសពបែបយ៉ាងព្រាត់ប្រាសនារីគ្រួសារអូយខ្លោចផ្សារណារឿងនេះវាគួរតែ50ឆ្នាំមុនអត់មានកើតឡើងឥឡូវសោះឥឡូវចឹងបានថាខ្លោចផ្សារមែនតើចឹងបងប្អូនជួយគ្នាតាមលទ្ធភាពដែលអាចធ្វើទៅបានណាហើយកុំគិតពីរឿងនៃការគណៈបកនយោបាយណាឲ្យសោះចូលទៅហើយសំចប់អារឿងសង្គ្រាមនឹងចាំគិតពីរឿងនយោបាយតទៅទៀតប៉ុន្តែនយោបាយអីក៏ដោយម៉ោងនេះណានយោបាយផ្សះផ្សាបងប្អូនបង្រួបបង្រួមជាតិម្ដងទៀតបង្រួបបង្រួមជាតិផ្សះផ្សាចាប់ផ្ដើមពីគណៈបកប្រជាជនកម្ពុជាខ្ញុំនៅតែនិយាយដដែលអត់មែនចាប់ផ្ដើមពីគណៈបកប្រឆាំងទេគឺផ្ដើមមុនឥឡូវគណៈបកប្រជាជនកម្ពុជានឹងថាផ្សះផ្សាលោកហ៊ុនម៉ាណែតនឹងនិយាយពីរឿងផ្សះផ្សាហើយលោកកើតរិទ្ធដែលជារដ្ឋមន្ត្រីក្រសួងយុតិធម៌ហ្នឹងសុទ្ធតែអូចង់បានយុតិធម៌ណាហាយុតិធម៌រឿងក្តីអីហ្នឹងណាបើវាយឺតយូរទៅវាជារឿងក្តីដែលអយុតិធម៌អីអញ្ចឹងប៉ុន្តែអត់មើលសោះឥឡូវនេះសវនាការរឿងក្តីលោកកម្មសុខាលើកពេលទៀតអត់មានការកំណត់ថាយកថ្ងៃស្អែកហ្នឹងយកមកធ្វើសវនាការគ្នាសុំដូចទៅសុំភ្លើងយក្ស8ឆ្នាំជាងហើយទៅកាត់ក្តីគ្នាលើករហូតតើអស់លោកកំពុងគិតពីអីនេះឬក៏អស់លោកគិតថាអូយពិបាកមិនដឹងកាត់ទៅដឹងឲ្យលោកកម្មសខាជាប់គុកអដែលអញ្ចឹងលើកពេលទៅទិញពេលវេលាទៀតទៅកុំឲ្យប្រជាពលរដ្ឋមួម៉ៅចុះបើពិបាកអញ្ចឹងទេនាំគ្នាលើកដោះលែងគាត់ចោលទៅចង្រៃអីខ្មែរដូចគ្នាតាហែងចង់ផ្សះផ្សាហើយយុតិធម៌ហ្នឹងបើយូរពេលបែបហ្នឹងវាគ្មានយុតិធម៌ទេដូចលោកកើតរិទ្ធនិយាយអញ្ចឹងចុះលោកកើតរិទ្ធហ្នឹងក៏មិនអន្តរាគមអីខ្លះផងទៅបើលោកប្រកាន់គោលការណ៍សច្ចយុតិធម៌រឿងក្តី8ឆ្នាំហើយបានយុតិធម៌មកពីណាបើសាកសីមួយចំនួនហ្នឹងមិនស្រួលភ្លេចភ្លាំងអស់ទៀតឬក៏ស្លាប់បាត់អស់ហើយក៏តែមិនដឹងវាយូរពេកតើមានយុតិធម៌មកពីណានៅពេលដែលមានវិមតិសង្ស័យបែបនេះគឺបានប្រយោជន៍ទៅលោកកម្មសខាដោះលែងគាត់ទៅវាអត់ចង្រៃអីទេគាត់ជាខ្មែរតាជាអ្នកនយោបាយហើយក្នុងឱកាសបែបនេះគឺជាការស្អំចិត្តប្រជាពលរដ្ឋខ្មែរឲ្យឃើញថាយើងមានសុខសន្តិភាពផ្លូវចិត្តផ្សះផ្សាមែនតែក៏មិននិយាយតែក្នុងកណ្ដាស់តែការអនុវត្តជាក់ស្ដែងបានទៅទិសដីហៀកែងអនុវត្តជាក់ស្ដែងគឺ0អត់ប្រយោជន៍ទេប្រជាពលរដ្ឋចាំទុកអស់លោកមួយជីវិតថានិយាយនឹងបោកប្រាស់ចឹងទៅរហូតដែរកុំធ្វើអញ្ចឹងបាទឥឡូវឃើញអត់មានពេលកំណត់លើកពេលទៅទៀតហើយមេធាវីលោកកម្មសខាលើកមកហើយមានអីមានតែលើកចឹងរហូតចឹងទៅមិនដឹងជាពេលណាមិនដឹងជាលេសស្អីសវនាការក៏តែមិនបើកបើថាគេបាញ់ដល់សវនាការឬក៏គេកំពុងតែចម្លៀសសាលាឧទ្ធរហ្នឹងទៅអាហ្នឹងថាអីចៅក្រមចាប់ផ្ដើមរត់នៅក្នុងចូលត្រង់ស្អីអស់ហើយចឹងលើកពេលទៅដោយសារសង្គ្រាមអាហ្នឹងដូចសំហេតុផលតែអ្វីដែលចាប់អ្នកដទៃទៀតគឺអត់ទេតុលាការនៅតែដំណើរការបានរហូតចាប់សកម្មជនផ្សេងទៀតដល់72អ្នកជាងនៅតែចាប់បាននៅតែជំនុំជម្រះក្តីបានរឿងចាប់ដល់រឿងដោះលែងគឺត្រូវតែលើកពេលចឹងហ្មងបងប្អូនវាលើកោកពេកខ្ញុំមិនចង់រិះគន់រដ្ឋាភិបាលក្នុងពេលហ្នឹងទេប៉ុន្តែយើងធ្វើកន្លែងខ្លះក៏វាហួសហេតុពេកដែរឥឡូវខ្ញុំបញ្ចប់ចោះដោយសារតែព័ត៌មានច្រើននៅតែថៃគេប្រាប់ថាគេនឹងយកយន្តហោះមកដឹកជនជាតិថៃដែលជាប់គាំងនៅឯប៉ោយប៉ែតហ្នឹងប្រហែល5000ទៅ7000អ្នកហ្នឹងគេយកយន្តហោះធ្វើអ្នកដំណើរអីខ្ញុំជឿថាមិនដឹងទៅយកយន្តហោះមកដឹកយ៉ាងដូចមិនដេចទេបើប៉ោយប៉ែតគាត់បើកលបងខ្វាំងចេញទៅអស់ហើយចាំបាច់មកដឹកនាំដឹកជូនអីយូររឿងនេះវានៅតែនយោបាយទៀតហើយថៃនេះគេចង់និយាយថាគេយកចិត្តទុកដាក់ប្រជាជនគេហើយគេចង់ប្រាប់ពិភពលោកថាខ្មែរយើងនឹងបង្ខាំងប្រជាពលរដ្ឋថៃជាចំណាប់ខ្មាំងអីទៀតអារឿងខ្លួនឯងចាប់ទាហានខ្មែរ8 10នាក់ជាចំណាប់ខ្មាំងមែនតើអត់រមរឿងទេអាទាហានខ្មែរ18នាក់អត់អាចចេញតាមផ្លូវណាបានទេណាជនជាតិថៃដែលជាប់នៅប៉ោយប៉ែតទាំងប្រមាណពាន់នាក់នេះចង់ទៅតាមផ្លូវអាកាសក៏បានទៅផ្លូវវៀតណាមក៏បានទៅផ្លូវណាក៏បានគេបិទតាប៉ោយប៉ែតហ្នឹងតាផ្អាកមិនបិទទេគេគ្រាន់តែថាលោកហ៊ុនសែនគាត់និយាយដែរថាការពារសុវត្ថិភាពប៉ុន្តែបើយើងត្រូវគ្នាបើកទ្វារក្រាំងទៅអស់ហើយចាំបាច់ទៅយកយន្តហោះអីណាហ្នឹងភាសានយោបាយទេហើយថៃថ្ងៃនេះថ្លៃធំមែនតែមិនសមមិញនិយាយទៅធំហ្នឹងវាធំពីសមេឃហើយគាត់ថា F16 គាត់ហ្នឹងបាញ់ចូលដល់ដីខ្មែរជំរឿប៉ុណ្ណាក៏អត់ខុសដែរឲ្យតែមានកន្លែងយោធាខ្មែរដែលបាញ់ទៅអាចដល់ថៃចឹងបានន័យថាម៉េច90គីឡូដីចូលទៅដល់ក្នុងតំបន់ស្រីស្នំនៅខេត្តសៀមរាបហ្នឹងគឺបាញ់ស្អីគេទៅដល់ដីថៃប្លង់ចេញពីហ្នឹងបើអា BM21 ហ្នឹងដូចជាចម្ងាយមិនដល់ថាវាអាចត្រឹម70គីឡូដីចុះហ្នឹងហានេះបាញ់រហូតដល់ទៅ90គីឡូដីហើយទៅមានអាវុធស្អីគេដែលបាញ់ចេញពីស្រីស្នំកន្លែងស្ពានអូជីកស្ពានបុរាណហ្នឹងនេះគឺជាលេសមួយដែលអើយពិបាកមែនតើតែយ៉ាងណាបងប្អូនលេសគេក៏ចេះតែមានប៉ុន្តែយើងអត់ព្រមរករឿងឲ្យអាមេរិកឈប់ប្រើ F16 ហ្នឹងថៃនៅតែប្រើបានអញ្ចឹងបងត្រូវរួមគ្នាដាក់ទណ្ឌកម្មឬក៏សរសេរសារឲ្យខ្លាំងទៅលោក Donald Trump ពីរឿង F16 ហ្នឹងបងប្អូនកុំទុកឲ្យគាត់រួចខ្លួនឃើញយុទ្ធនាការបងប្អូននៅតាមអនឡាញច្រើនណាស់ខ្ញុំគ្មានពេលផ្សាយទេប៉ុន្តែក៏សូមកោតសរសើរបងប្អូនស្រាមគ្រប់និន្នាការនយោបាយឈ្មោះឈ្មោលរឿង F16 ហ្នឹងខ្លាំងមែនតើឥឡូវហ្នឹងហើយចុងក្រោយនេះគឺខ្ញុំចង់ជម្រាបថា
រឿងសំអាងផ្លូវច្បាប់ដែលថៃលើកយកមកថាខ្លួនឯងការពារដែនអធិបតេយ្យនៅតែផ្សាយមិនទាន់ទេចាំយកក្រោយទៀតទៅគ្រាន់ថាមានសេចក្តីជូនដំណឹងពីក្រសួងវប្បធម៌នឹងថាបានទទួលមកវិញវត្ថុបុរាណខ្មែរចំនួន3រូបពីសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន Smith Union របស់អាមេរិកនេះគឺជារឿងត្រេកអរដែរខ្ញុំសូមស្វាគមន៍អបអរសាទរសរសើរក្រសួងវប្បធម៌និងវិចិត្រសិល្បៈណាស់ដែលខិតខំមែនទែនបានវត្ថុបុរាណយើងវិលទៅប្រទេសកម្ពុជាយើងជាញឹកញាប់ហើយនេះក៏មានកិច្ចសហប្រតិបត្តិការច្រើនពីក្រសួងយុតិធម៌អាមេរិកដែរហើយវត្ថុបុរាណ3រូបដែលបានទៅនោះគឺព្រះសេហរិហរៈថ្មភក់មួយរូបទេពស្រីមួយរូបហើយថ្មភក់ដែរនិងព្រះនាងប្រាជ្ញបារមីធ្វើពីសម្រិតសិតតែសម័យអង្គររចនាបថបាយ័នរចនាបថបាខែងនិងរចនាបថប្រែរូបសតវត្សទី10 12អីចឹងបានន័យថាសិតតែ1000ឆ្នាំហើយបងប្អូនបាទហើយខ្ញុំបញ្ចប់ត្រឹមនេះនៅសល់ព័ត៌មានប្រហែលទៀតដែលខ្ញុំផ្សាយមិនអស់យើងនឹងជួបគ្នានៅយប់ស្អែកទៀតបងប្អូនហើយខ្ញុំអធិស្ឋានដែលថ្ងៃមិញមិនបានផ្សាយបទសម្ភាសន៍ខ្ញុំជាមួយនឹងប្រធានអង្គការ Save Cambodia កញ្ញាស៊ិនទេវីដោយសារតែមានកិច្ចការមួយចំនួនដែលត្រូវជជែកនឹងរៀបចំផ្លាស់ប្ដូរកាលវិភាគនៃការសម្ភាសន៍នឹងតិចហើយនៅតែសម្ភាសន៍គាត់ថាពេលក្រោយខ្ញុំនឹងជម្រាបជូនបងប្អូននៅពេលក្រោយបាទសូមអរគុណច្រើនរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីបងប្អូននៅក្រុងឡុងប៊ិចនិងទីផ្សេងដែលថ្ងៃកំពុងតែរះបាទសូមជម្រាបលាសូមអរគុណ